ពីយន្តហោះប្រយុទ្ធដែលមានម៉ាស៊ីនតែមួយតូចជាងគេคล้ายទៅជាយន្តហោះចម្បាំងដែលល្បីបំផុតក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិកដែលអាចប្រកួតឈ្នះយន្តហោះប្រយុទ្ធធំៗបានព្រោះវាហោះលឿននិងអាចបត់បែនបានលឿនផងដែរវាត្រូវបានប្រើដោយប្រទេសជាង25នៅលើពិភពលោកវាគឺជាយន្តហោះ F-16 ហើយនេះគឺជារឿងរ៉ាវរបស់យន្តហោះដែលកើតចេញពីគម្រោងដែលមនុស្សជាច្រើនសើចចំអកទៅជាយន្តហោះចម្បាំងដែលល្បីបំផុតក្នុងប្រវត្តិសាស្ត្រនៅចុងឆ្នាំ1960បន្ទាប់ពីសង្គ្រាមវៀតណាមកងទ័ពអាកាសរបស់អាមេរិកបានរៀនមេរៀនដ៏សំខាន់មួយគឺយន្តហោះធំៗនិងធ្ងន់ៗមិនមែនជាចម្លើយសម្រាប់គ្រប់យ៉ាងនោះទេយន្តហោះដូចជា F4 Phantom II មានអាវុធខ្លាំងប៉ុន្តែមិនលឿននិងពិបាកបត់បែននៅពេលប្រយុទ្ធជិតៗដូច្នេះក្រុមវិស្វករនិងអ្នកបើកយន្តហោះមួយក្រុមបានស្នើគំនិតថ្មីតែយើងអាចបង្កើតយន្តហោះដែលតូចស្រាលប៉ុន្តែអាចបត់បែនលឿនបានទេគម្រោងនេះត្រូវបានហៅថា Lightweight Fighter Program គម្រោង YF-16 ឈ្នះការប្រកួតឆ្នាំ1974ហើយ F-16 បានចាប់ផ្ដើមកំណើតពីថ្ងៃនោះមកព្រោះវាបានវិវត្តពី YF-16 នេះឯង F-16 គឺជាយន្តហោះដែលបានផ្លាស់ប្ដូរការធ្វើសង្គ្រាមនៅលើអាកាសរបស់សហរដ្ឋអាមេរិកពិតៗវាប្រើបច្ចេកវិទ្យា Fly by Wire មានន័យថាការបញ្ជាត្រូវបានគ្រប់គ្រងដោយប្រព័ន្ធអេឡិចត្រូនិកមិនមែនខ្សែម៉ាស៊ីនធម្មតានោះទេវាមានកញ្ចក់ Bubble Canopy ដែលអាចឲ្យអ្នកបើកមើលឃើញជុំវិញខ្លួនបាន360ដឺក្រេកៅអីអ្នកបើកផ្អៀង30ដឺក្រេដើម្បីអាចទ្រាំទ្រកម្លាំងទំនាញខ្លាំងនៅពេលដែលហោះហើរនិងបត់បែនចង្កូតសម្រាប់បញ្ជាត្រូវបានដាក់នៅជិតជើងប្រៀបដូចជា joystick នៅក្នុងហ្គេមអញ្ចឹង F-16 មានម៉ាស៊ីនតែមួយមែនប៉ុន្តែអាចហោះលឿនជាង Mach 2ដែលមានន័យថាវាមានល្បឿនលឿនជាងសម្លេង2ដងវាអាចផ្ទុកបានមីស៊ីលសម្រាប់ការប្រយុទ្ធនៅលើអាកាសគ្រាប់បែកសម្រាប់ទម្លាក់ប្រហារមកលើដីអាវុធប្រឆាំងនាវានិងប្រព័ន្ធវាយប្រហារផ្សេងៗទៀតដែលវាអាចឲ្យ F-16 ប្រែក្លាយជាយន្តហោះ Multi-Role Fighter ពេញលេញ F-16 ចូលបំពេញបេសកកម្មដំបូងនៅក្នុងទ័ពអាកាសរបស់អាមេរិកនៅឆ្នាំ1978ហើយវាត្រូវបានប្រើប្រាស់ក្នុងការប្រយុទ្ធពិតដំបូងនៅឆ្នាំ1981ដោយកងទ័ពអាកាសរបស់អ៊ីស្រាអែលដើម្បីបាញ់ទម្លាក់ឧទ្ធម្ភាគចក្រ Mi-8 របស់ស៊ីរីវាត្រូវបានផលិតជាង 4500 គ្រឿងតាំងពីឆ្នាំ1976និងសប្តាហ៍ថ្ងៃមានប្រទេសជាង25កំពុងតែប្រើប្រាស់វាជាយន្តហោះមួយក្នុងចំណោមយន្តហោះប្រយុទ្ធដែលជោគជ័យបំផុតនៅក្នុងប្រវត្តិសាស្ត្របើទោះបីមានយន្តហោះជំនាន់ថ្មីដូចជា F-22 Raptor និង F-35 Lightning II ប៉ុន្តែ F-16 នៅតែបន្តអភិវឌ្ឍជាង50ឆ្នាំកន្លងមកនេះវានៅតែហោះនៅតែប្រយុទ្ធនិងនៅតែមានសារៈសំខាន់សម្រាប់ការប្រើប្រាស់នៅក្នុងការប្រយុទ្ធនានាពីគំនិតដ៏តូចមួយបានក្លាយទៅជារឿងព្រេងនៅក្នុងពិភពយោធា F-16 បង្ហាញថាកម្លាំងខ្លាំងមិនចាំបាច់ត្រូវតែធំនោះទេប៉ុន្តែត្រូវតែលឿនឆ្លាតនិងបត់បែនបានល្អនេះហើយជារឿងរ៉ាវនៃយន្តហោះប្រយុទ្ធមួយក្នុងចំណោមយន្តហោះប្រយុទ្ធដែលជោគជ័យបំផុតនៅក្នុងប្រវត្តិសាស្ត្រជួបគ្នានៅវីដេអូក្រោយជាមួយ Tactical Vision